ជំរាបសួរនិងសូមស្វាគមន៍មកកាន់ការពិនិត្យឡើងវិញនៅចំពុកទី266នៅក្នុងរឿងTokyo Revenger ហើយចំណងជើងសម្រាប់ចំពុកនេះគឺត្រូវបានហៅថាគឺចាក់ខុសវិស័យខ្លាចជាការពិតឬក៏រូបនិមិត្តខ្លាចជាការពិតចឹងណាចំពុកនេះគឺចាប់ផ្ដើមឡើងនៅឈុតឆាកដែល Mikey គឺបានជួបជាមួយនឹង Takemichi នៅលើកដំបូងដែលពេលនោះដែរយើងបានឃើញតួឯកប្រុសរបស់យើងនឹងគឺត្រូវបានគេវាយដំយ៉ាងខ្លាំងហើយយើងក៏ឃើញ Takemichi នឹងយំស្របពេលជាមួយគ្នាប៉ុន្តែគាត់គឺនៅតែអាចក្រោកឈរបានហើយគាត់ក៏មិនបោះបង់ចោលឬក៏មិនចោះចាញ់ជាមួយនឹងសត្រូវរបស់គាត់ឡើយរួចមកវត្តមានមនុស្សពីរនាក់ហ្នឹងគឺបានលេចមកគឺជាបេត្រាខិននិង Mikey គឺបានបង្ហាញខ្លួនស្របពេលជាមួយនឹងគ្នា Takemichi ក៏បានដើរទៅរកតួឯកប្រុសរបស់យើងហើយ Mikey ហ្នឹងក៏បានភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលឃើញតួឯកប្រុសរបស់យើងហ្នឹងត្រឹមរៀនត្រឹមអនុវិទ្យាល័យចឹងណាហើយ Mikey ក៏ភ្ញាក់ផ្អើលថាតួឯកប្រុសរបស់យើងហ្នឹងអាចវាយគ្នាជាមួយនឹងអបេក្ខយោមាសាដែលជាមនុស្សធំជាងខ្លួនថែមទៀតផងហើយដោយសារតែអញ្ចឹងហើយដែល Mikey បានគិតទៅលើតួឯកប្រុសរបស់យើងគឺជាមនុស្សចម្លែកយ៉ាងម៉េចទេថែមទាំងសរសើរថាតួឯកប្រុសរបស់យើងនឹងគឺលយខ្លាំងណាស់ Mikey ឡើយហ្នឹងគឺសរសើរទៅលើតួឯកប្រុសរបស់យើងថាលយត្រូវបានគេវាយឡើងលយហ្មងគឺសរសើរមិនវាយគេណាគេវាយណាបន្តទៅចំពោះបន្ទាប់ទៀតដូរមកព្រឹត្តិការណ៍នៃក្រុមវ៉ាឡាប៉ះទង្គិចជាមួយនឹងក្រុមថូម៉ាន់យើងក៏បានឃើញឈុតឆាកដែល Takemichi បានមកឈប់ឬទៅខាត់ Mikey មិនឲ្យវាយទៅលើបេខាស៊ូធូរ៉ាហើយនេះគឺជាឈុតដែល Mikey មិនអាចនិយាយទៅកាន់តួឯកប្រុសរបស់យើងថាគាត់មិនខ្លាំងនោះទេប៉ុន្តែគឺគាត់គឺជាមនុស្សដែលនឹងអាចក្រោកឈរឡើងមិនថានឹងមានរឿងអ្វីកើតឡើងហើយ Mikey ក៏បន្តនិយាយថាទោះបីជា Takemichi នឹងគាត់ចាញ់ឬក៏គាត់នឹងយំនៅកណ្ដាលសមរភូមិក៏ប៉ុន្តែមើលទៅ Takemichi គឺគាត់អង្អាចក្លាហានមែនទែនមិនថាគ្រប់កលៈទេសៈណាឬសភាពរបស់តួឯកប្រុសយ៉ាងណាទេសូម្បីតែសង្គ្រាមរបស់ Tenjiko និង Thoman និងទស្សនវិជ្ជាដែល Mikey បានបង្ហាញខ្លួននៅលើសមរភូមិនេះ Mikey គឺឃើញតួឯកប្រុសរបស់យើងនឹងគឺក្រោកឈរស្របពេលដែល Takemichi មើលឃើញ Mikey គឺ Mikey បានឃើញតួឯកប្រុសរបស់យើងគឺលើកណ្ដាប់ដៃរបស់គាត់ឡើងលើជានិច្ចហើយ Takemichi ក៏បានប្រាប់ប្រធានក្រុមរបស់គាត់ដូចជា Sano Majiro នឹងគឺថាគាត់មិនចោះចាញ់នៅលើសមរភូមិនេះឡើយបន្តទៅមុខទៀតយើងបដូរមកចំពោះបន្ទាប់ពេលវេលាបច្ចុប្បន្នវិញដែលជាសមរភូមិរវាងតួឯកប្រុសរបស់យើងទប់ទល់ជាមួយនឹង Mikey ពីព្រោះថាគឺជាលើកចុងក្រោយដែលយើងបានឃើញសមរភូមិនេះគឺនៅចំពោះមុន Mikey ទើបតែបានធ្វើសកម្មភាពងងឹតរបស់គាត់ចេញមកបន្ទាប់មកវាបានក្តោបក្តាប់រាងកាយរបស់ Mikey ដោយកម្លាំងងងឹតទាំងស្រុងហើយ Mikey បានកំចាត់មនុស្សគ្រប់គ្នាលើសមរភូមិមិនថាតែសព្វនិមិត្តរបស់គាត់និងសត្រូវឡើយគឺគាត់វាយរៀបដេកខ្ទេចតែម្ដងគឺលើកលែងតែមនុស្សម្នាក់គត់ហើយគឺជាបរិសុទ្ធតែម្នាក់ដែលក្លាហាននិងគ្រប់គ្រាន់ក្នុងការងើបឡើងវិញស្របពេលជាមួយនឹងគ្នា Mikey ក៏បានងាកមកស្រាប់តែឃើញបរិសុទ្ធម្នាក់នោះគឺជា Takemichi Hanagaki សោះនិយាយទៅស៊ូអាកូននឹងស៊ូមែនតែនហ្មងស៊ូដល់ទីបញ្ចប់ហ្មងតួឯកហ្នឹងកំឡុងពេលហ្នឹងតួឯកប្រុសរបស់យើងក៏បាននិយាយទៅកាន់ Mikey ដែលគាត់និយាយដូចគ្នាជាមួយនឹង Keisuke ក្នុងកំឡុងពេលសង្គ្រាម Tenjiko អញ្ចឹងគឺគាត់បានបំបត្តិភាពខ្លាំងខ្លាយរបស់គាត់ទាំងស្រុងហើយគាត់នឹងបន្តប្រយុទ្ធមិនថាគាត់ប្រើការតាំងចិត្តដូចគ្នាដើម្បីក្រោកឡើងនិងបន្តប្រយុទ្ធជាមួយនឹង Mikey ហើយបន្ទាប់ពីការតាំងចិត្តរួច Takemichi គឺរត់ទៅសារប្រយុទ្ធជាមួយនឹង Mikey តែម្ដងថែមទាំងប្រាប់ Mikey ថាមានតែខ្លួនគាត់ទេដែលអាចជួយសង្គ្រោះ Mikey នឹងឲ្យចេញពីភាពងងឹតនេះបានប៉ុន្តែការវាយប្រហាររបស់ Takemichi គឺមិនអាចទៅដល់ Mikey បានទេគឺទៅដល់គឺ Mikey គឺវាយខ្ទាតធ្លាក់មកដីវិញខ្ទប់តែម្ដងនៅពេលដែលតួឯកប្រុសរបស់យើងត្រូវបាន Mikey វាយត្រឡប់ក្រោយបែបនេះគឺគាត់បានចងចាំទៅលើ Izuna និងអបេកិសគីជាមួយនឹងក្រុមបន្ទែនរបស់ Mikey ផងដែរហើយគាត់បាននិយាយថាគាត់បានមើលឃើញអនាគតជាច្រើនហើយគាត់បានឃើញនឹងការចងចាំរបស់តួឯកប្រុសរបស់យើងគ្រប់បន្ទាត់ពេលវេលាទាំងអស់ហើយគាត់ក៏បានមើលឃើញអនាគតជាច្រើនរបស់គាត់ដែលឃើញមិត្តជិតស្និទ្ធរបស់គាត់និងមនុស្សជាទីស្រឡាញ់របស់គាត់ទាំងអស់គ្នានឹងគឺត្រូវបានស្លាប់ទោះបីជារងទុក្ខនៅអនាគតក៏ដោយ Takemichi គឺនៅតែប្រយុទ្ធទោះបីជាមុខរបស់គាត់នឹងគឺមានស្នាមប្រឡាក់ឈាមហើយនឹងហើមពេញមុខក៏ដោយក៏តួឯកប្រុសរបស់យើងក៏នៅតែងើបឡើងវិញដែរហើយថែមទាំងនិយាយពីដដែលថាគឺមានតែគាត់ទេដែលអាចជួយសង្គ្រោះ Mikey ឲ្យរួចផុតពីរឿងទាំងនេះខណៈពេលដែល Takemichi កំពុងតែនិយាយគឺគាត់មានការតាំងចិត្តយ៉ាងមុតមុតព្រោះថានៅក្នុងចិត្តរបស់ Takemichi នឹងដឹងថាគាត់នឹងគឺជាមនុស្សតែម្នាក់គត់ដែលអាចជួយសង្គ្រោះទៅលើ Mikey ក៏ប៉ុន្តែលើកនេះ Mikey គឺបានចោទប្រកាន់ទៅកាន់តួឯកប្រុសរបស់យើងទៅវិញថាចូលមកអនាគតរបស់គេនោះញ៉ៃពេញនឹងទាំងអស់តាមដឹងថា Takemichi នឹងគឺមកកោខីកោឯងអញ្ចឹងណាតបមក Mikey ក៏បានធ្វើការហក់ទាត់ធាក់ទៅលើតួឯកប្រុសយ៉ាងដំណំដែលហក់ធាក់ក្រាមមុខតួឯកប្រុសរបស់យើងយកតែម្ដងប៉ុន្តែ Takemichi នៅតែមិនចោះចាញ់បន្ទាប់ពី Mikey ក៏បានវាយប្រហារទៅលើតួឯកប្រុសរបស់យើងអស់ចិត្តហើយគាត់បែរមកនិយាយជាមួយ Takemichi វិញដោយទឹកមុខរបស់ Mikey នឹងគឺធម្មតាហើយនិយាយទៅកាន់តួឯកប្រុសរបស់យើងនឹងគួរតែស្លាប់នៅក្នុងរយៈពេលនេះទៅព្រោះនៅក្នុងចំពោះនេះយើងឃើញ Mikey កំពុងតែត្រូវបានភាពងងឹតដល់ខុសខើនឹងក្រុមដណ្ដប់នៅក្នុងខ្លួនរបស់គាត់ហើយ Mikey គឺបន្តវាយទៅកាន់តួឯកប្រុសរបស់យើងដោយគ្មានមេត្តាដោយការទាត់របស់គាត់នឹងគឺទម្ងន់ធ្ងន់តែម្ដងក៏ប៉ុន្តែ Takemichi ដឹងថាគុណភាពនៃការលះបង់ដ៏អស្ចារ្យបំផុតរបស់គាត់គឺខ្លួនរបស់គាត់នឹងមិនដឹងថានៅពេលណាទេគឺគាត់ត្រូវបានបោះបង់វាស្រាប់តែភ្លាមនោះគាត់ក៏បានទទួលចាក់ខុសវិស័យរបស់គាត់ Takemichi គឺចាប់ផ្ដើមព្រិល
ដែលសម្លឹងទៅមើលជុំវិញខ្លួនហ្នឹងគឺព្រិលមើលអត់សូវឃើញអញ្ចឹងប្រហែលជា Mikey ហ្នឹងវាយគាត់នឹងធ្ងន់ធ្ងរមើលទៅចំណែកការស្ដាប់របស់គាត់ហ្នឹងកាន់តែអាក្រក់ទៅហើយគឺស្ដាប់អត់សូវបានអញ្ចឹងណាពីព្រោះថារបួសរបស់គាត់ហ្នឹងរៀងធ្ងន់ធ្ងរដែរហ្នឹងណាតមកថាTakemichiក៏បានស្រែកដាក់ Mikey ថាទោះបីជាអារម្មណ៍របស់គាត់មិនដឹងនឹងមិនដំណើរការក៏ដោយគឺគាត់នៅតែមិនបោះបង់ចោលឡើយភ្លាមនោះគឺគាត់បានទទួលចក្ខុវិស័យនាពេលអនាគតដែលឆ្លុះបញ្ចាំងឲ្យយើងឃើញហេតុការណ៍នៅខាងមុខភ្លាមហ្មងនេះគេថាមនុស្សល្អព្រះជួយហើយនៅពេលដែលចក្ខុវិស័យនាពេលអនាគតគាត់កំពុងត្រូវបានគេវាយប្រហារដល់ Mikey ហើយ Mikey គឺត្រូវបានទាត់គាត់បញ្ជូនឲ្យគាត់នឹងហោះហើយជាមួយនឹងការទាត់មួយជើងឆ្វេងរបស់ Mikey តែម្ដងនៅពេលនោះ Takemichi ដឹងភ្លាមគាត់ភ្ញាក់ខ្លួនព្រឺតហើយបានភ្ញាក់ផ្អើលជាមួយនឹងអារម្មណ៍នេះយ៉ាងខ្លាំងហើយគាត់ឆ្ងល់ថានាពេលបន្តិចទៀតនេះច្បាស់ណាស់ថានឹងមានរឿងអ្វីកើតឡើងដែលចក្ខុវិស័យមួយនេះនឹងកើតឡើងជាមិនខានទេនេះគេថារឿងដឹងមុនអញ្ចឹងណាយើងឃើញអនាគតភ្លាមហើយជាធម្មតាគឺការមើលឃើញនាពេលអនាគតទាំងនេះគឺបានកើតឡើងមកដល់រួចមកហើយនៅពេលដែលរថភ្លើងក៏បានបុកមិត្តភ័ក្តិរបស់ Takemichi គឺចក្ខុវិស័យនេះគឺបានធ្វើឲ្យតួអាចប្រុសរបស់យើងឃើញមកដល់រួចមកហើយកំពុងតែស្លងអារម្មណ៍ហ្នឹងគឺត្រូវបាន Mikey បានបើកការវាយប្រហារម្ដងទៀតដោយការទាត់មួយជើងដែលធ្វើឲ្យតួអាចប្រុសរបស់យើងនឹងខ្ទាតម្ដងទៀតហើយ Takemichi បានគិតថាការវាយប្រហារបាញ់មិញគឺដូចអ្វីដែលគាត់បានមើលឃើញចឹងបន្ទាប់មក Takemichi បានក្រោកឈរឡើងហើយបានស្ដីថាឲ្យ Mikey ថាពិតជាការទាត់ដ៏ល្អបំផុតដែលអ្នកបានធ្វើឲ្យគាត់នឹងយល់ពីបំលាស់ទីរបស់ Mikey ដែល Takemichi ដឹងចឹងចំណែកឯ Mikey វិញគឺគាត់បានឆ្លើយតបដោយកំហឹងទៅកាន់ Takemichi វិញថាអ្នកនឹងពិតជាមករកសេចក្តីស្លាប់ហើយដែលមករកគាត់បែបនេះហើយនៅពេលនោះ Takemichi បានឃើញចក្ខុវិស័យម្ដងទៀតដែលឃើញ Takemichi នឹងត្រូវបាន Mikey ប្រើរន្ទះជើងរបស់គាត់ទាត់មកចំក្បាលរបស់ Takemichi ភ្លាម Takemichi គឺមានប្រតិកម្មយ៉ាងលឿនគាត់ក៏បានរារាំងការទាត់របស់ Mikey ភ្លាមដោយប្រើដៃរបស់គាត់នឹងទប់ជាប់ជាមួយនឹងការទាត់នេះដែរ Mikey គឺបានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីព្រោះថា Takemichi អាចមើលឃើញនឹងវិភាគនៃវិនាទីនៃការទាត់នេះបានព្រោះអនាគតនៃចក្ខុវិស័យរបស់តួអាចប្រុសរបស់យើងកំពុងតែវិវត្តហើយវាដល់ពេលដែល Takemichi នឹងមានកម្លាំងពេញលេញសម្រាប់ប្រយុទ្ធជាមួយនឹង Mikey គឺលើកនេះ Takemichi អាចគេចពីការវាយប្រហារទាំងអស់របស់ Mikey បានយ៉ាងស្ទាត់ជំនាញទៅដោយគ្រប់គ្នាតែម្ដងណាហើយគ្រប់គ្នាដែលទៅតែងើបពីសន្លប់ដែលទៅបាន Mikey វាមុនហ្នឹងគឺគ្រប់គ្នាបានមើលការប្រកួតរវាង Takemichi និង Mikey និងស្ទើរតែមិនជឿនឹងភ្នែកទាំងគូរបស់ពួកគេគ្រប់គ្នាក៏បានភ្ញាក់ផ្អើលថាឥឡូវ Takemichi ហ្នឹងគឺអាចគេចពីការវាយប្រហារទាំងអស់របស់ Mikey បានក៏លេងមកមើលរបស់ Mikey វិញគឺគាត់នៅតែបន្តបើកការវាយប្រហារមកកាន់តួអាចប្រុសរបស់យើងដដែលប៉ុន្តែវាអត់ប្រយោជន៍ទេ Takemichi បានដឹងមុនហើយថាការតរបស់ Mikey គឺមានកម្លាំងខ្លាំងប៉ុណ្ណាប៉ុន្តែទោះបីជា Takemichi អាចមើលឃើញអនាគតក៏ដោយតែគាត់នៅតែបង្ខំខ្លួនឯងដើម្បីជៀសវាងនៅការវាយប្រហាររបស់ Mikey គឺគាត់ព្រួយបារម្ភអញ្ចឹងណាថានឹងគិតពីអ្វីមួយដែលបានកើតឡើងបើសិនបើ Mikey បានវាយប្រហារម្ដងទៀតនោះ Takemichi នឹងរត់ចន្លោះណាមួយនៅពេលដែលការទាត់របស់ Mikey គឺត្រូវបានបញ្ចប់ថាគាត់នឹងមានពេលខ្លីបំផុតត្រឹមតែ1វិនាទីមុនពេលដែល Mikey មិនចាប់អារម្មណ៍នៅពេលនោះហើយដែលជាឱកាសរបស់តួអាចប្រុសរបស់យើងគឺគាត់នឹងតបតវាយប្រហារទៅលើ Mikey វិញភ្លាមនោះតួអាចប្រុសរបស់យើងក៏បានឆ្លៀតឱកាសដាល់មកលើផ្ទៃមុខរបស់ Mikey គឺចំបំពង់ករបស់ Mikey ភ្លាមដោយកណ្ដាប់ដៃដ៏សាហាវរបស់ Takemichi បានធ្វើឲ្យ Mikey បានដួលក្រាបទៅនឹងដីតែម្ដងនិយាយទៅពិតជាលួចរបស់គេមែនតួអាចប្រុសស្គាល់ទេហើយគ្រប់គ្នាដែលបានឃើញហេតុការណ៍ដូចនេះគឺធ្វើឲ្យគ្រប់គ្នានឹងភ្ញាក់ផ្អើលឡើងខ្លាំងតែម្ដងសូម្បីតែ PCVU ឡើងរលងទឹកភ្នែកឲ្យគ្នាពុំនឹកស្មានថា Takemichi វាធ្វើរឿងបែបនេះបានអញ្ចឹងណាព្រមទាំងសមាជិកនៃធំម៉ានក៏បានអបអរសាទរដល់មោទនភាពចំពោះមេដឹកនាំដូចជា Takemichi ព្រមគ្នាផងដែរ Mikey ក៏បានក្រោកឡើងដូចគ្នាហើយនិយាយទាំងអន់ស្ពនចិត្តយ៉ាងខ្លាំងហើយ Mikey ក៏បានហត់ទៅវាយប្រហារទៅកាន់ Takemichi ម្ដងទៀតទាំងកំរោលគាត់ខឹងខ្លាំងណាស់ដែលខំដាល់ទៅលើ Takemichi អញ្ចឹងភ្លាមព្រមទាំងសួរថាហេតុអ្វីបាន Takemichi នឹងត្រឡប់មកអតីតកាលវិញធ្វើអីដឹងហើយថាវាខ្ជិះជាពេលវេលានៅការខំប្រឹងប្រែងរបស់ឯងដែលបានមកការពារមនុស្សគ្រប់គ្នារួមទាំងមនុស្សដែលឯងស្រឡាញ់ដែល Mikey និយាយអញ្ចឹងណាហើយ Mikey នឹងមិនទាន់បាននិយាយចប់ស្រួលបួលផងស្រាប់តែ Takemichi នឹងគឺបានដាល់មកចំមុខបន្ថែមដែលបញ្ជាក់ទៅ Mikey វិញថាឲ្យបិទមាត់ទៅគាត់ដឹងថាគាត់កំពុងតែធ្វើអ្វីហើយមិនបាច់មកបញ្ជាគាត់ទេថែមទាំងបញ្ជាក់ថាថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃភាពងងឹតរបស់ឯងហើយ Mikey ហើយ Takemichi ក៏ដឹងថានៅខាងក្នុងភាពងងឹតរបស់ Mikey នឹងគឺជ្រៅខ្លាំងណាស់ដែល Mikey នឹងគឺមិនអាចគ្រប់គ្រងបានឡើយហើយក៏បានសូមជំនួយពីគាត់នៅក្នុងអនាគតកាលផងដែរហើយ Takemichi ក៏បានដឹងថា Mikey ឥឡូវនេះកំពុងតែរងទោសដែលមូលហេតុនេះដែលធ្វើឲ្យគាត់នឹងត្រឡប់មកជួយសង្គ្រោះទៅលើ Mikey វិញតមក Takemichi ក៏បានចោទសួរទៅលើ Mikey បន្ថែមថាធ្វើម៉េចឲ្យគាត់នឹងយល់បានពីការឈឺចាប់របស់ Mikey ពីព្រោះ Mikey គឺខុសពីពេលអនាគតមុនហើយ Mikey គឺមិនមែនជាមនុស្សបែបហ្នឹងទេទាំងអនាគតមុនហ្នឹងគឺ Mikey ខុសស្រឡះអញ្ចឹងនិយាយអញ្ចឹង Takemichi បង្ខំឲ្យ Mikey នឹងប្រាប់គាត់ពីរឿងអ្វីដែលកើតឡើងទៅលើ Mikey ភ្លាមមកពីព្រោះ Takemichi នឹងគាត់ចង់ដឹងណាថានឹងមានរឿងអ្វីកើតឡើងទៅលើ Mikey អញ្ចឹងរួចហើយ Mikey ក៏បានបញ្យល់ទៅ Takemichi ថាគាត់នឹងស្វែងរករឿងនេះយូរណាស់មកហើយ
ដែលមិនដឹងដែរចឹងថាអ្វីទៅជាកម្លាំងច្រើនងងឹតនោះទេ Mikey បានបង្ហាញឲ្យ Takemichi បានដឹងអំពីវាថាគាត់នឹងទើបតែដឹងអំពីវាត្រឹមតែ 2-3 ថ្ងៃនោះទេបន្ទាប់ពីការប្រយុទ្ធរបស់អាទិទេពទាំង3គាត់តែ Mikey និយាយចឹងវ៉ាកាសាដែលនៅក្បែរនោះគាត់ក៏បានប្រាប់អំពីវាដែលកម្លាំងច្រើនងងឹតនោះគឺកើតឡើងចេញមកគឺមកពីបងប្រុសរបស់ Mikey គឺ Sano Shinichiro ហើយបងប្រុសរបស់គាត់នឹងគឺជាអ្នកឆ្លងពេលវេលាដំបូងគេបង្អស់ដែលវ៉ាកាសាប្រាប់ទៅ Takemichi និង Mikey អញ្ចឹងណាហើយ Sano Shinichiro បងប្រុសរបស់ Mikey នឹងគឺបានព្យាយាមជួយសង្គ្រោះទៅលើ Mikey ដែលគាត់បានសម្រេចចិត្តត្រឡប់ទៅអនាគតនៃពេលវេលាដើមដែលត្រឡប់ទៅពេលវេលាដើម្បីជួយសង្គ្រោះទៅលើ Mikey យើងអត់ដឹងថា Mikey នឹងពីមុនគាត់កាសរឿងអីទេឥឡូវយើងត្រឡប់ទៅពេលវេលាដើមនៃ Shinichiro ដែលបានណែនាំប្អូនប្រុសរបស់គាត់ឈ្មោះថា Mikey នៅក្នុងវគ្គចុងបញ្ចប់របស់នាគខ្មៅទស្សនវិជ្ជាដែលបានឆ្លុះបញ្ចាំងឲ្យយើងឃើញបងប្រុសរបស់ Mikey នឹងកំពុងតែដឹកប្អូនប្រុសរបស់គាត់ដែលបង្ហាញពីមិត្តភក្តិរបស់គាត់ណាហើយនៅពេលហ្នឹងដែរ Takeyomi គឺបានឆ្ងល់ថាហេតុអ្វី Shinichiro នឹងនាំប្អូនប្រុសរបស់គាត់មកកន្លែងហ្នឹងធ្វើអីភ្លាមនោះ Shinichiro ក៏បាននិយាយប្រាប់ Takeyomi នឹងថាគឺគាត់ចង់បង្ហាត់បង្រៀនប្អូនប្រុសរបស់គាត់ឲ្យដឹងពីទំនាក់ទំនងមិត្តភាពគឺជារឿងដ៏ល្អបំផុតសម្រាប់ Mikey ចំណែកឯ Takeyomi វិញគឺគាត់គិតថាយេអាប៉ែ Shinichiro នេះនិយាយទៅថាអញពិតជាល្ងងឬវាមិនដែលម៉ែឪណានាំកូនមកកន្លែងប្រភេទបែបនេះទេដែលអនុញ្ញាតឲ្យពួកគេមករៀនពីក្មេងដំណើរអញ្ចឹងចំណែកវ៉ាកាសានិងបេនកាយគឺមានអារម្មណ៍ដូចគ្នាហើយទស្សនវិជ្ជាក៏បានឆ្លុះបញ្ចាំងឲ្យយើងឃើញមនុស្សជាច្រើនដែលជិះតាមពីក្រោយ Shinichiro មើលទៅគឺលយតែម្ដងដែលជំរុញចិត្តធ្វើឲ្យ Mikey នឹងគឺចង់ជិះម៉ូតូតាមបងប្រុសរបស់គាត់និងចង់មានម៉ូតូផ្ទាល់ខ្លួនដែរហ្នឹងតែតោះថាបងប្រុសរបស់គាត់ក៏បានបញ្យល់ទៅ Mikey ថាវាលឿនពេកហើយសម្រាប់អ្នកព្រោះអ្នកនៅក្មេងអញ្ចឹងហើយសម្រាប់ Mikey នៅពេលនោះក៏មិនគិតអញ្ចឹងទេគឺគាត់មានសេចក្តីសុបិនថាគាត់នឹងប្រសើរជាងបងប្រុសរបស់គាត់ទៅទៀតជាមួយគាត់ធំឡើងគាត់នឹងបង្កើតហ្គេងធំមួយហ្មងតែលោជាងបងប្រុសរបស់គាត់ទៀតស្គាល់ទេមេក្រុមធំម៉ាន់ណាពេលបន្ទាប់យើងបង្ហាញឃើញមេដឹកនាំនៃក្រុមនាគខ្មៅហ្នឹងគឺបានប្រជុំគ្នាដ៏ធំមួយហើយ Shinichiro គឺជាមេដឹកនាំនៃក្រុមនាគខ្មៅចំនួនទី1ដែលនៅចំនួននោះគឺជាជនទុច្ចរិតលំដាប់លេខ1នៅសម័យនោះតែម្ដងហើយ Shinichiro ក៏បានបញ្ចប់ការជួបជុំគ្នានិងសន្ទនាជាមួយពួកគេដែលក្រុមនាគខ្មៅចំនួនទី1ហ្នឹងគឺត្រូវបានរំសាយដោយ Shinichiro ហ្នឹងបានប្រកាសដោយទឹកមុខក្រៀមក្រំតែម្ដងដែលគាត់ហ្នឹងគឺមានការសោកស្ដាយអញ្ចឹងណាតែទោះបីជាគាត់ពិបាកសម្រេចចិត្តយ៉ាងណាក៏ដោយក៏រឿងនេះគឺត្រូវធ្វើអញ្ចឹងដែរជាផ្លូវការនៃការប្រកាសពីប្រធានក្រុមគឺ Shinichiro គឺត្រូវធ្វើបែបនេះនៃសមាជិកនៃនាគខ្មៅម្នាក់ៗគឺទប់ទឹកភ្នែកស្ទើរតែមិនជាប់ហើយពីព្រោះ Shinichiro គឺជាមេដឹកនាំដ៏ល្អបំផុតដែលពួកគេមិនធ្លាប់មានគាត់ក៏ជាមនុស្សដែលមានចិត្តល្អអាណិតអាសូរពេលដែលឃើញសមាជិករបស់គាត់មានទុក្ខលំបាករួចពីហ្នឹង Shinichiro បានស្រែកដល់ភាពរីករាយថាគាត់មិនចូលចិត្តស្ថានភាពដ៏អាប់អួរបែបនេះទេពួកយើងចង់និយាយរឿងចុងក្រោយខ្ញុំពិតជាមានមោទនភាពណាស់ដែលបានរួមចំណែកពេលពេញវ័យរបស់ខ្ញុំជាមួយនឹងអ្នកទាំងអស់គ្នាដូច្នេះអ្នកទាំងអស់គ្នានឹងមានមោទនភាពក្នុងការតស៊ូជាមួយនឹងក្រុមនាគខ្មៅទោះលំបាកយ៉ាងណាក៏ដោយគឺគាត់នឹងនៅចងចាំពេលវេលានេះជានិច្ចដែលជាសារចុងក្រោយរបស់ Shinichiro ណាដែលបានផ្ដល់ឲ្យសមាជិកនាគខ្មៅបង្កើតសិលធម៌ជាច្រើនគ្រាន់តែលើសម្ដីរបស់ Shinichiro បែបនេះគឺអ្នកទាំងអស់គ្នានឹងគឺចាប់ផ្ដើមយំយោតែម្ដងប៉ុន្តែពួកគេគឺតាំងចិត្តរក្សាសិលធម៌របស់ពួកគេឲ្យខ្ពស់ចំណែក Takeyomi និង Benkai ហើយនិង Wakasa ទាំងអស់គ្នាគឺមានអារម្មណ៍ដូចគ្នាគឺសោកស្ដាយទៅលើក្រុមរបស់ពួកគេមិនគួរណារំសាយអញ្ចឹងណាតែធ្វើម៉េចនេះមេដឹកនាំគាត់សម្រេចចិត្តអញ្ចឹងហើយមានណាហ៊ានតបន្តទៅបន្តទៀតប្រហែលថ្ងៃក្រោយមកគឺថ្ងៃដែល Shinichiro ទៅមើលភ្នូឪពុករបស់គាត់ Shinichiro បានស្បត់នឹងខ្លួនឯងថាគាត់នឹងព្យាយាមមើលថែ Mikey និង Ima ទាំងពីរនាក់ឲ្យបានល្អពេលដែលធ្វើដំណើរទៅផ្ទះរបស់គាត់វិញ Shinichiro គាត់ក៏បានដើរកាត់ហាងលក់ប្រដាប់លេងក្មេងមួយកន្លែងហើយគាត់បានទិញរបស់ក្មេងលេងទៅធ្វើជាអំណោយឲ្យ Mikey និង Ima ហើយប្រដាប់ប្រដាក្មេងលេងនោះគឺ Shinichiro បានសម្រេចចិត្តយកយន្តហោះជ័រនិងតុក្កតាឲ្យ Ima នៅពេលដែល Mikey បានឃើញប្រដាប់ប្រដាក្មេងលេងដែលបងប្រុសរបស់ខ្លួននឹងផ្ដល់ឲ្យខ្លួនបែបនេះ Mikey នឹងគឺសប្បាយចិត្តខ្លាំងមែនទែននិងមានចិត្តរំភើបយ៉ាងខ្លាំងដែល Mikey ពេញចិត្តនឹងអំណោយថ្មីរបស់ Shinichiro ឲ្យចឹងហើយ Mikey ក៏បានអំណរគុណទៅកាន់បងប្រុសរបស់ខ្លួនផងដែរដែលបានផ្ដល់ជាកាដូពិសេសបែបនេះផ្លាស់ប្ដូរទៅចំពោះបន្ទាប់ទៀតរំលងបានមួយខែក្រោយមក Shinichiro កំពុងតែធ្វើការនៅហាងម៉ូតូមួយកន្លែងហើយ Shinichiro នឹងស្រាប់តែទទួលទូរស័ព្ទពីជីតារបស់ខ្លួនហើយគាត់បានលើជីតារបស់គាត់និយាយយ៉ាងផិតភ័យខ្លាំងមែនទែនហើយនៅពេលនោះគាត់ក៏បាននិយាយទូរស័ព្ទជាមួយជីតារបស់គាត់រួច Shinichiro ដឹងថា Mikey ក៏បានសន្លប់ហើយគាត់ក៏បានស្ថិតនៅក្នុងស្ថានភាពដ៏ធ្ងន់ធ្ងរផងដែរហើយជីតានឹងក៏បានរៀបរាប់ថា Mikey កំពុងតែលេងជាមួយនឹងយន្តហោះក្មេងលេងរបស់គាត់ស្រាប់តែចៃដន្យគឺបានធ្លាក់ពីលើជណ្ដើរគ្រាន់តែលើចាំភ្លាម Shinichiro ក៏បានរត់សម្ដៅទៅកាន់មន្ទីរពេទ្យភ្លាមៗហើយគាត់ក៏បានមកដល់ទីនោះគាត់ក៏បានឃើញ Mikey កំពុងតែពាក់អុកស៊ីសែនហើយមានបងរោមជុំវិញក្បាលរបស់គាត់អញ្ចឹង Mikey នឹងកំពុងតែស្ថិតនៅស្ថានភាពដ៏អាក្រក់ហើយគាត់កំពុងតែដេកមិនដឹងខ្លួននៅឡើយក្នុងនោះដែរ
ដែរក៏យើងបានឃើញប៉ាជីសាន់ស៊ូនិងសេនជូកំពុងតែអង្គុយយំទាំងអស់គ្នាហើយមើលទៅគួរឲ្យសោកស្ដាយខ្លាំងណាស់ដែលមិត្តរបស់ពួកគេទាំង4នាក់ហ្នឹងតែងតែលេងជាមួយគ្នាសុកហ្នឹងតែពួកគេហ្នឹងគឺជាមិត្តភក្តិនៅក្នុងពេលវេលានោះចឹងហើយនៅក្នុងបន្ទាត់ពេលវេលានេះយើងមើលឃើញសាន់ស៊ូគឺមិនមានស្លាកស្នាមនៅលើមាត់របស់គាត់ទេដែលអត់មានស្នាមរយះមាត់ដោយសារម៉ៃគីចឹងបន្តមកទៀតយើងក៏បានឃើញលោកគ្រូពេទ្យនឹងបានប្រាប់ទៅបងប្រុសរបស់គាត់ស៊ីនីជីរ៉ូនឹងថារាងកាយរបស់ម៉ៃគីស្ថិតនៅស្ថានភាពគឺមិនលូតលាស់មិនប្រក្រតីថែមទាំងរាងកាយរបស់គាត់នឹងគឺមិនអាចធ្វើដំណើរការបានល្អទេសូម្បីតែខួរក្បាលរបស់គាត់ក៏អញ្ចឹងដែរគឺប៉ះពាល់ធ្ងន់ខ្លាំងមែនទែននិយាយទៅដូចមនុស្សដែលរុក្ខជាតិអញ្ចឹងឬស្លាប់ទាំងស្រុងតែម្ដងឬដូច្នេះស៊ីនីជីរ៉ូបានត្រឡប់មកផ្ទះជាតារបស់គាត់វិញគឺចាប់ផ្ដើមយំហើយគាត់ក៏បានយកយន្តហោះក្មេងលេងរបស់ម៉ៃគីហ្នឹងគឺយកមកបោកចោលនៅដីតែម្ដងគឺចាប់ផ្ដើមជន់យកហើយស៊ីនីជីរ៉ូហ្នឹងគឺបានបន្ទោសខ្លួនឯងថាគាត់ពិតជាល្ងងមែនដែលទិញយន្តហោះក្មេងលេងឲ្យម៉ៃគីអញ្ចឹងដែលធ្វើឲ្យប្អូនប្រុសរបស់គាត់ហ្នឹងមានគ្រោះថ្នាក់ហើយគាត់គឺបាននិយាយពីដដែលថាយន្តហោះនេះគឺពិតជាបោះចង្រៃមែនពិតជារឿងដ៏ល្ងងខ្លៅរបស់គាត់អញ្ចឹងសម្រាប់ដែលសេចក្តីឈឺចាប់របស់ស៊ីនីជីរ៉ូនេះក៏យើងក៏សម្គាល់ឃើញភាពស្រដៀងគ្នារវាងម៉ៃគីនិងស៊ីនីជីរ៉ូអញ្ចឹងដែលភាពមុនម៉ៃគីគឺមិនបានយំនៅចំពោះមុខអ្នកផ្សេងឡើយពេលដែលបាត់បង់សមាជិកគ្រួសារអញ្ចឹងហើយម៉ៃគីគឺបានរងចាំរហូតដែលគាត់នៅម្នាក់ឯងទើបគាត់យំចេញពីរបួសក្នុងចិត្តខ្លួនឯងHuh.